បាទហើយខ្ញុំបាទជាដំបូងសូមធ្វើការជម្រាបសួរសុខទុក្ខដល់បណ្ដាភ្ញៀវកិត្តិយសយើងទាំងអស់ដែលបានគ្រប់អញ្ជើញបាទវត្តមាននៅក្នុងឱកាសព្រឹកនេះហើយដើម្បីចូលរួមយ៉ាងនៅក្នុងកម្មវិធីអាពាហ៍ពិពាហ៍ឲ្យមានសុខភាពថាសប្បាយរីករាយថែមទៅទៀតនោះខ្ញុំបាទក៏មានសេចក្តីសំណោះរីករាយបាទហើយជួបជម្រាបក្រុមវងមួយបទដើម្បីចែកជូនបងប្អូនយើងស្ដាប់កំសាន្តបទដែលមានក្រុមចំណងជើងថារំវងខ្នាតធំជួយបងប្អូនយើងនៅតកូលខាងស្រីដូចជាតកូលខាងប្រុសឡើងរត់កំសាន្តអស់គ្នាបាទគ្រប់ៗយើង
ជាព្រះឯកមិនមានរបាំជាគេណែលដូនតាបាទហើយតាមសេចក្តីស្នើបងប្អូនគឺថាឲ្យខ្ញុំបាទបោះស្រាយមួយបទទៀតបាទបទចង្វាក់ឆាឆាហើយបន្ទាប់ពីបទនេះទៅគឺថាបន្តនាទីឲ្យតកូលខាងស្រីប៉ុន្តែខាងរៀមច្បងបាទបងthứ 2បងទី2ហើយឡើងវេទិកាតន្ត្រីច្រៀងខាងក្រោយខ្ញុំបាទហើយសូមអរគុណ